là nó cái dương tôi tại trong chúng mình đang cho ra sau này cũng sẽ lá làm bởi cho tôi club sắc xá tại trong chúng mình club media là nó về ở miền là cầm lệnh không gạt với trong cái dương cái số Gemini và số AI làm bởi gặp được việc thật ra dương của bậc form bài ná dương của xây bài ná làm bởi ai sơ nướng ai và hai pi talent và hai piចំណងចិត្តរបស់ពួកគាត់ទៅក្នុងជំនាញផ្នែក media ឬក៏ការដោះស្រាយបញ្ហាផ្សេងៗក្នុង club ហ្នឹងបានប៉ុណ្ណាអញ្ចឹងយើងគ្រាន់តែរៀបរាប់ពីអ្វីដែលយើងចង់បានឬអ្វីដែលខ្ញុំបាននិយាយពីមុនមកហ្នឹងហើយយើងដាក់ចូលក្នុង AI ដែរគឺវានឹងប្រាប់ឲ្យអញ្ចឹងពេលខ្លះយើងកុំសុនជាមួយនឹងបញ្ហាមួយចំនួនដែលយើងអត់អាចដោះស្រាយបានគឺយើងអាចឲ្យ AI ជួយអត្ថប្រយោជន៍វាជាក់លាក់ទៅគឺវាជួយបានឥឡូវហ្នឹងគឺខ្ញុំបានឲ្យវាធ្វើហើយបានជាខ្លឹមសារមួយចំនួនដែលយើងអាចយកមកពិចារណាហើយនឹងយកមកធ្វើនៅក្នុង form បានបាទគេអញ្ចឹងខ្ញុំនឹងបង្ហាញទាំងអស់គ្នាហើយខ្ញុំនឹងនិយាយបែបណាទាំងអស់គ្នាប្រដាប់ដែរទេបាទអញ្ចឹងនេះគឺជាអ្វីដែលខ្ញុំបានសួរ AI នៅក្នុងការធ្វើជាប្រភេទសំណួរនៅក្នុង form ដែលខ្ញុំនឹងក្រុមធ្វើនៅក្នុង Microsoft Form ដែលសម្រាប់ Microsoft Form គឺវាស្អាតវាមាន function ច្រើនជាង Google Form អញ្ចឹងសម្រាប់តែធ្វើ Microsoft Form គេប៉ុន្តែយើងទៅមើលសំណួរឬក៏ចំណុចផ្សេងៗដែលវាសំខាន់មែនទែននៅក្នុងការសួរពួកគាត់បាទយើងធម្មតាយើងមានព័ត៌មានផ្ទាល់ខ្លួនបាទយើងមានកម្រិតថ្នាក់ទីបាទយើងមានថ្នាក់ណាអញ្ចឹងទៅបាទយើងមានថ្នាក់ទី7បាន7អីអញ្ចឹងទៅទី8 8អីអញ្ចឹងទៅបាទយើងអាចឲ្យ search ទៅបានហើយយើងក៏ copy ទៅយកមកដាក់នៅក្នុង Microsoft Form បាទអ្វីដែលសំខាន់គឺយើងឃើញនៅសំណួរមួយចំនួនវាអាចនិយាយបានថាល្អមែនតើបាទយើងមើលតែផ្នែកទី2តទៅជាមួយនឹងការស្វែងរកចំណុចចិត្តភាពបបបានយើងអាចដឹងថាតើពួកគេចូលចិត្តបែបណាបាទគោកយើងមានជំរឿបាទមានថតរូបថតវីដេអូការតរូបរចនា poster ផ្សេងៗឬ script ចំគម្រោងក្នុងការថតឬក៏អ្នកនិយាយមកកាមេរ៉ាឬក៏អ្នកសម្ភាសជាដើមបាទនេះគឺជាការចង់ដឹងពីចំណុចចិត្តរបស់ពួកគាត់បាទហើយយើងក៏មានស្ថានភាពសាកល្បងពួកគេមួយចំនួនថាក្នុងករណីដែលគាត់ជាអ្នកកាត់តវីដេអូប៉ុន្តែដោយសារតែអ្នកដែលត្រូវថតអ្នកត្រូវនិយាយនោះអបតមានថាតើយើងអាចធ្វើបានដែរអត់អញ្ចឹងនេះក៏វាអាចជាសំណួរមួយដែលសាកល្បងពួកគាត់ថាតើគាត់អាចដោះស្រាយបញ្ហាចំពោះមុខបានដែរអត់អញ្ចឹងណាបាទហើយយើងក៏មានផ្នែកមួយទៀតគឺភាពច្នៃប្រឌិតនិងទេពកោសល្យដែលយើងអាចឲ្យពួកគាត់ upload ពីសមត្ថភាពពួកគាត់អាចជារូបថតឬក៏ poster ដែលគាត់បានធ្វើឬក៏វីដេអូដែលគាត់បានណែនាំខ្លួនអញ្ចឹងទៅបាទហើយឬក៏យើងអាចឲ្យគាត់ធ្វើជាវីដេអូថាតើមូលហេតុអ្វីបានគាត់ចូលរួមចង់ចូលរួមក្នុង club ហ្នឹងក៏បានដែរបាទនេះគឺជាចំណុចមួយដែលពួកគាត់អាចបង្ហាញយើងថាតើគាត់ចង់ចូលរួមបែបណាបាទយើងក៏មានចំណុចកំណត់ច្នៃប្រឌិតផ្សេងយើងចង់ឲ្យពួកគេបង្កើតគម្រោងវីដេអូឬក៏រូបថតអីមួយដែលបង្ហាញពីសាលារបស់យើងអញ្ចឹងតើគាត់ចង់ធ្វើបែបណាបាទអញ្ចឹងក៏យើងអាចដឹងពីអនាគតរបស់ពួកគេតើគាត់ចង់ដោះស្រាយបញ្ហានៅក្នុងផ្នែក media នៃសាលារបស់យើងហ្នឹងតាមរបៀបណាបាទហើយផ្នែកទី4គឺការដោះស្រាយបញ្ហាគឺយើងចង់ដឹងថាតើពេលដែលជួបបញ្ហាតើទៅជាមួយនឹងការថតឧទាហរណ៍ថា memory ទូរស័ព្ទឬក៏ memory កាមេរ៉ាពេញអត់អាចថតបានទេប៉ុន្តែតើគាត់អាចដោះស្រាយបញ្ហាហ្នឹងដោយរបៀបណាបាទអញ្ចឹងយើងអាចឲ្យគាត់ឆ្លើយមកតាមអ្វីដែលគាត់នឹកឃើញទៅបាទហើយផ្នែកទី5គឺយើងមានការបដិញ្ញាចិត្តព្រោះយើងចង់ដឹងថាតើគាត់ចង់ចូលរួមបែបណាព្រោះដោយសារតែ club media អាចថាជា club មួយដែលវា
ចំណាយពេលវេលាច្រើនណាស់ក្នុងការរៀនសូត្រក៏ដូចជាការធ្វើសកម្មភាពផ្សេងៗបាទអញ្ចឹងយើងចង់ដឹងថាតើគាត់ចង់ចូលរួមមិនណាហើយចុងក្រោយគឺយើងជាសំណួរមួយដែលល្អមែនតើហើយអាចថាជាការចង់ដឹងពីចំណាប់អារម្មណ៍របស់ពួកគាត់បាទថាតើហេតុអីបានជាគាត់នឹងជាសមាជិកមួយដែលគួរតែជ្រើសរើសនៅក្នុងសមាជិកទាំង10នាក់ហ្នឹងបាទសំណួរនេះអាចនិយាយបានថាវាខ្លីទេប៉ុន្តែរៀងគុណភាពដែរបាទអញ្ចឹងតាមបន្តិចគឺយើងគ្រាន់តែ copy សំណួរហ្នឹងចូលនៅក្នុង Google Form ឬក៏ Microsoft Form ជាការស្រេចចឹងនេះគ្រាន់តែខ្ញុំចង់បង្ហាញអានេះគឺជាអ្វីដែលខ្ញុំចង់បង្ហាញពីអ្នកទាំងអស់គ្នាពីថាតើ AI ជួយយើងដោយរបៀបណាហើយយើងមកចាំទៅគិតស្មុគស្មាញច្រើនយើងក៏ប្រាប់ពីបញ្ហាដែលយើងជួបប្រទះហើយរកដំណោះស្រាយ AI នឹងជួយយើងបានលឿនហើយពេលខ្លះវាអាចទទួលយកបានបែបជាងអ្វីដែលយើងបានធ្វើទៀតអញ្ចឹងអូខេខ្ញុំមានប៉ុណ្ណឹងសម្រាប់វីដេអូថ្ងៃនេះហើយជួបគ្នាវីដេអូក្រោយបាយ